សូមជម្រាបសួរលោកជំទាវកែវសវណ្ណរតន៍ប្រធានគណៈកម្មការសុខាភិបាលសង្គមគិច្ចអតីតយុទ្ធជនយុវនីតិសម្បទាការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងកិច្ចការនារីនៃរដ្ឋសភាចាសូមជម្រាបសួរចាខ្ញុំសូមថ្លែងអំណរគុណចំពោះលោកជំទាវដែលយល់ព្រមធ្វើជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅថ្ងៃនេះហើយផ្ដល់បទសម្ភាសន៍ឲ្យខ្ញុំតាមទូរស័ព្ទក្នុងនាមលោកជំទាវជាស្ត្រីម្នាក់តើលោកជំទាវមានពាក្យពេចន៍អ្វីថ្លែងចំពោះជោគជ័យរបស់កញ្ញាសនសៀវមីដែលបានដណ្ដើមមេដាយមាសក្នុងវិញ្ញាសាតៃក្វាន់ដូនៅព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ីឬយើងហៅថា Asian Game នៅទីក្រុងអ៊ិនឈွန်ប្រទេសកូរ៉េខាងត្បូងនោះទេចាទីមួយគឺខ្ញុំអបអរសាទរហើយមានមោទនភាពចំពោះបងស្រីសៀវមីដែលបានផ្ដល់កិត្តិយសជូនប្រទេសជាតិក្នុងនាមជាកូនស្រីដែលមានសមត្ថភាពទៅលើវិស័យកីឡាចឹងហើយតាមរយៈលទ្ធផលនេះបង្ហាញថាស្ត្រីខ្មែរមានសមត្ថភាពទាំងក្នុងតំបន់និងនៅក្នុងឆាកអន្តរជាតិលោកជំទាវកែវសវណ្ណរតន៍ស្នាដៃរបស់កីឡាការិនីសនសៀវមីបានបំបែកភាពស្ងៀមស្ងាត់របស់កម្ពុជាក្នុងវិស័យកីឡាទូទាំងទ្វីបអាស៊ីរយៈពេល44ឆ្នាំមកហើយនិងបានធ្វើឲ្យកម្ពុជានៅពេលនេះអាចបន្លឺចម្រៀងជាតិនិងបង្ហូតទង់ជាតិរបស់ខ្លួនយ៉ាងខ្ពស់ក្នុងព្រឹត្តិការណ៍4ឆ្នាំម្ដងនេះហើយល្ងាចនេះទៀតលោកនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុនសែនទទួលស្វាគមន៍សិស្សថ្នាក់ទី12អាយុ19ឆ្នាំនៅវិមានសន្តិភាពក្នុងនាមជាវីរនារីខណៈដែលរដ្ឋមន្ត្រី2រូបរួមជាមួយប្រជាពលរដ្ឋជាច្រើនទៀតនោះទៅដង្ហែសៀវមីពីប្រលានយន្តហោះមកក្នុងនាមលោកជំទាវជាប្រធានគណៈកម្មការទី8នៃរដ្ឋសភាជាតិកម្ពុជាវិញតើលោកជំទាវទាញសេចក្តីសន្និដ្ឋានដូចម្ដេចចេញពីព្រឹត្តិការណ៍ដ៏កម្រនេះកន្លងមកយើងឃើញថាប្រទេសខ្មែរគឺមានសមត្ថភាពប៉ុន្តែអ្វីដែលយើងនៅខ្វះនោះគឺការលើកទឹកចិត្តណាហើយទាំងកីឡាករទាំងគ្រូបង្វឹកហើយថាយើងឃើញកន្លងមកគឺនៅមានការខ្វះខាតសម្ភារៈនិងការសម្ព័ន្ធអញ្ចឹងហើយខ្ញុំឃើញថាបើសិនជាយើងមានជនការត្រូវខ្ញុំជឿថាយើងនៅមានសក្តានុពលយ៉ាងច្រើនសម្រាប់ស្ត្រីគឺការទាមទារឱកាសក្នុងការយកឱកាសដើម្បីបង្ហាញសមត្ថភាពខ្លួនដើម្បីបង្ហាញសមត្ថភាពរបស់ប្រទេសជាតិអញ្ចឹងជនការដែលយើងត្រូវគិតទៅឆ្លុះបញ្ចាំងអំពីលទ្ធផលរបស់បងអូនស្រីគឺយើងគិតថាយើងត្រូវតែបន្តទៀតរដ្ឋាភិបាលត្រូវបន្តយកចិត្តទុកដាក់តាមរយៈយន្តការនេះគឺទីមួយគឺថាយើងត្រូវពង្រឹងគុណភាពត្រូវពង្រឹងសមត្ថភាពត្រូវមានការជួយជន់ជ្រែងគាត់ទាំងស្ត្រីយ៉ាងថវិកាចាត់តាំងតែពីការបង្ហាត់ហើយត្រូវមានការលើកទឹកចិត្តមិនមែនចាំតែគាត់ប្រឹងប្រែងខ្លួនគាត់ទេឥឡូវនេះយើងឃើញថាកីឡាករមួយចំនួនគឺគាត់ខំប្រឹងប្រែងខ្លួនគាត់ណាហើយបានខ្ញុំចង់និយាយអញ្ចឹងគឺការត្អូញត្អែរពីកីឡាករដែលថាមិនសូវមានការបំពន់ឬថាខ្វះលទ្ធភាពអាជីវភាពជាកីឡាករយើងទៅតែនៅស្រុកគេគឺយកចិត្តដាក់ណាទៅលើវិស័យហ្នឹងហើយនៅក្នុងការជ្រើសរើសការប្រកួតប្រជែងគឺជ្រើសរើសអ្នកដែលមានសមត្ថភាពពិតប្រាកដអាហ្នឹងហើយដែលជាចំណុចដែលយើងត្រូវគិតបន្តទៅទៀតឥឡូវនេះគឺជាជោគជ័យមួយដែលបងស្រីជាលីលោកបានទទួលបានស្នាដៃដ៏ចង់ដែលបង្ហាញពីមោទនភាពខ្មែរនៅលើឆាកអន្តរជាតិហ្នឹងអញ្ចឹងយើងត្រូវបន្តអាមោទនភាពហ្នឹងបន្តបន្ថែមទៀតតែមិនមែនគ្រាន់តែថាទៅដង្ហែទៅទទួលហ្នឹងចប់ទេហើយមិនមែនតែលើវិស័យកីឡាហ្នឹងទេលើវិស័យផ្សេងទៀតតែយើងដឹងថាខ្មែរអូនខ្មែរគឺមានសមត្ថភាពស្ត្រីខ្មែរគឺមានសមត្ថភាពចាហើយយើងត្រូវគិតគូរដូចខ្ញុំជម្រាបមកអញ្ចឹងពង្រឹងគុណភាពពង្រឹងសមត្ថភាពជ្រើសជ្រែងគាត់ទាំងស្មារតីចន្ទវិការផ្ដល់ការលើកទឹកចិត្តសម្រាប់ឲ្យគាត់ប្រឹងប្រែងហើយមានយុត្តិធម៌សម្រាប់ពួកគាត់ទាំងគ្រូបង្វឹកទាំងកីឡាករលោកជំទាវបើតាមខ្ញុំដឹងប្រាក់រង្វាន់លើកទឹកចិត្តយ៉ាងតិចក៏$30,000ទៅ$40,000អាមេរិកដែរកំពុងរងចាំកញ្ញាសនសៀវមីដែលជាអ្នកឈ្នះតែម្នាក់គត់ក្នុងចំណោមគណៈប្រតិភូកីឡាកម្ពុជា7វិញ្ញាសាក្នុងព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមលើកទី17នេះលោកជំទាវកែវសវណ្ណរតន៍កីឡានាំមកនៅសុខភាពកីឡានាំមកនៅកិត្តិយសកីឡានាំមកនៅទ្រព្យសម្បត្តិតែលោកជំទាវលេងកីឡាទេខ្ញុំចូលរួមក្នុងការធ្វើកីឡារបៀបថាកីឡាសុខភាពគឺការហាត់ប្រាណប្រចាំថ្ងៃក៏ប៉ុន្តែយើងឃើញហើយបើយើងជិះពីវិស័យក
គេចាប់ផ្ដើមធ្វើឲ្យចិត្តវិទ្យាសុខភាពចាអញ្ចឹងយើងគួរតែគិតពិចារណាឡើងវិញទៅគួរតែមានកន្លែងសម្រាប់លំហែណាដល់ប្រជាប្រដ្ឋយើងទាំងអស់ប្រជាប្រដ្ឋឥឡូវលោកចាប់ផ្ដើមឲ្យតម្លៃទៅលើកីឡាដើម្បីសុខភាពហ្នឹងហើយចាការហាត់ប្រាណដើម្បីសុខភាពទាំងអស់គ្នាហើយរដ្ឋាភិបាលត្រូវតែគិតចានេះជាបញ្ហាដែលយើងត្រូវនាំគ្នារៀបចំប្រទេសជាតិហើយនឹងការគិតគូរសម្រាប់ប្រជាប្រដ្ឋយើងទាំងអស់គ្នាតើលោកជំទាវសង្កេតឃើញដោយមិនដេចដែរតកតងនឹងការហាត់ឬលេងកីឡារបស់ស្ត្រីកម្ពុជាដែលមានដល់ទៅ 52% ក្នុងចំណោមប្រជាជនសរុបនោះបច្ចុប្បន្នលោកជំទាវខ្ញុំគិតឃើញថាអ្នកណាក៏ដោយក៏ចង់មានសុខភាពល្អដែរប៉ុន្តែអ្វីដែលសំខាន់សម្រាប់ស្ត្រីដែលជាមេដាសម្រាប់ស្ត្រីដែលជាម្ដាយកត្តាជីវភាពក៏ជាកត្តាមួយដែលរារាំងឲ្យមនុស្សមិនបានចាប់អារម្មណ៍ទៅលើចំណុចទាំងអស់ហ្នឹងក៏ប៉ុន្តែឥឡូវនេះស្ត្រីខ្មែរគ្រប់រូបលោកចាប់ផ្ដើមចាប់អារម្មណ៍ទៅលើការថែទាំសុខភាពជាគោលហើយអំបញ្ញមិញខ្ញុំបានចាប់អារម្មណ៍ទៅលើអ្វីដែលលោកបានជំរាបសួរខ្ញុំថាតកតងទៅនឹងប្រាក់រង្វាន់ខ្ញុំគិតថាមិនមែនកំពីការលើកទឹកចិត្តនៅពេលដែលទទួលបានជោគជ័យទេដូចខ្ញុំប្រាប់អំបញ្ញមិញអញ្ចឹងមិនមែនលុយ 3-4 ម៉ឺននឹងគឺជាការលើកទឹកចិត្តទេអ្វីដែលលើកទឹកចិត្តបន្ថែមទៀតនោះយើងប្រៀបធៀបយើងដឹងហើយថាប្រទេសយើងក្រីក្រប៉ុន្តែយើងប្រៀបធៀបទៅនឹងកីឡាករនៅប្រទេសគេជឿនលឿនគេថែទាំកីឡាករនឹងគេឲ្យតម្លៃណាអ្នកដែលមានស្នាដៃសម្រាប់ប្រទេសជាតិគឺគេឲ្យតម្លៃណាយើងត្រូវនាំគ្នារដ្ឋាភិបាលត្រូវចាប់អារម្មណ៍ត្រូវចេះផ្ដល់តម្លៃការគោរពការស្ញប់ស្ញែចំពោះអ្នកដែលខិតខំប្រឹងប្រែងដើម្បីទទួលបានជោគជ័យជូនប្រទេសជាតិហ្នឹងអ្វីទៅដែលលោកជំទាវមើលឃើញថាជាចំណុចខ្វះខាតក្នុងការលើកទឹកចិត្តឬក៏អបអរសាទរកីឡាករនីដែលជាជ័យលាភីនៅពេលនេះរបស់រដ្ឋាភិបាលនោះយើងកន្លងមកយើងគ្រាន់តែរីករាយតែមួយផ្លែទេប៉ុន្តែអ្នកទាំងអស់ហ្នឹងជួនកាលណាពេលគាត់ថប់ពីកីឡាករទៅយើងអត់បានទទួលការថែទាំទេដូចនៅប្រទេសគេថែទាំអ្នកដែលធ្លាប់បានទទួលជោគជ័យណាប្រោស្នាដៃទៅឲ្យប្រទេសជាតិគេថែទាំទាំងវិជាគំរូទៅឲ្យអ្នកចំនួនក្រោយអ្នកបន្តទៀតគឺមានទឹកចិត្តព្រោះហ្នឹងវាជាចំណែកមួយផ្ដល់កិត្តិយសទាំងខ្លួនឯងផងទាំងសង្គមជាតិផងលោកជំទាវជាប្រធានគណៈកម្មការនៃរដ្ឋសភាជាតិទទួលបន្ទុកកិច្ចការនារីតើលោកជំទាវមើលឃើញនៅពេលនេះតួនាទីរបស់ស្ត្រីនៅក្នុងការលើកស្ទួយកិត្តិយសជាតិមានសារៈសំខាន់ប៉ុណ្ណាដែរយើងឃើញថានៅក្នុងប្រទេសជាធិបតេយ្យស្ត្រីត្រូវបានគេផ្ដល់តម្លៃហើយស្ត្រីគឺជាអ្នកដែលជាមេដាជាតិដែលបានខិតខំត្រួតត្រាឃើញហើយនៅលើពិភពលោកស្ត្រីដែលជាកម្មករណា100ឆ្នាំមុនគឺស្ត្រីហ្នឹងហើយដែលជាអ្នកទាមទារណាជាអ្នកប្រឆាំងទាមទារការពារសិទ្ធិខ្លួនគឺមានន័យថាទាមទារយកប្រជាធិបតេយ្យមកឲ្យប្រទេសអញ្ចឹងយើងគួរតែជំរុញលើកទឹកចិត្តនឹងការពារស្ត្រីដែលមិនត្រូវឲ្យស្ត្រីរងគ្រោះមិនត្រូវឲ្យស្ត្រីរស់នៅក្នុងជីវភាពលំបាកវេទនាមិនត្រូវឲ្យស្ត្រីរស់នៅក្នុងស្ថានភាពភ័យខ្លាចយើងឃើញហើយនៅក្នុងប្រទេសកម្ពុជាស្ត្រីដែលជាកម្មករភាគច្រើនជាកម្មកររោងចក្រជាអ្នកផលិតណាជាអ្នកជួយវិស័យសេដ្ឋកិច្ចជាតិនោះគឺស្ត្រីជាស្ត្រីតាមណាគឺកម្មករយើងទៅមើលទៅតាមរោងចក្រ60ម៉ឺននាក់គឺមានស្ត្រីយ៉ាងច្រើនដែលខិតខំបញ្ចេញកម្លាំងធម៌ពលរបស់ខ្លួនដើម្បីជួយសេដ្ឋកិច្ចជាតិហើយយើងដឹងថាស្ត្រីគឺជាអ្នកបង្កើតការងារផងជាអ្នកផលិតទៀតផលិតអីគេគឺផលិតជាពលរដ្ឋណាផលិតក្វែងចំនួនក្រោយបើយើងនិយាយជាភាសាធម្មតាគឺថាផលិតមានជាអ្នកបង្កើតជាមេដាជាអ្នកបង្កើតពលរដ្ឋសម្រាប់សង្គមនឹងអញ្ចឹងរដ្ឋាភិបាលត្រូវគិតគូរក្នុងនេះជាស្ត្រីខ្ញុំដឹងពីទុក្ខលំបាករបស់ស្ត្រីណាបើសិនជាសុខភាពគាត់មិនល្អពេលនោះគាត់ក៏បង្កើតកូនមកក៏កូនអត់ល្អកូនអត់បីឆ្លាតនៅពេលដែលយើងទទួលបានជោគជ័យយើងត្រូវនឹកឃើញដល់ស្ត្រីដែលជាមេដាក្នុងការបង្កើតកូនឲ្យមានសមត្ថភាពឲ្យមានសុខភាពល្អនោះអាសមត្ថភាពបានទទួលជោគជ័យនេះវាដោយសារសុខភាពអញ្ចឹងយើងគួរតែនាំគ្នាឡើងយកចិត្តទុកដាក់ទៅដល់ស្ត្រីលោកជំទាវក្នុងនាមជាសមាជិកសភាលោកជំទាវយល់ថាតើគួរធ្វើម៉េចទៅដើម្បីឲ្យស្ត្រីដែលជាកម្មករកម្មការិនីនោះមានឱកាសហាត់ប្រាណលេងកីឡាដើម្បីសុខភាពរបស់ពួកគាត់ផងដែរក៏ដូចជាម៉ោងការងារមានកំណត់ចាហ
ហើយធានាសុខុមាលភាពគាត់យើងអត់ដំឡើងប្រាក់ខែឲ្យគាត់ឲ្យបានសមរម្យបើប្រាក់ខែនឹងទាបពេកធ្វើឲ្យគាត់នឹងខំប្រឹងធ្វើការឲ្យច្រើនអញ្ចឹងគាត់ទ្រុឌទ្រោមសុខភាពហើយគាត់អត់មានពេលវេលាក្នុងការទៅលំហែកាយក្នុងការទៅហាត់ប្រាណទេគាត់នឹងប្រឹងប្រែងប្រើប្រាស់ធម៌ពលរបស់គាត់តែពេលដែលគាត់កំពុងតែមានកម្លាំងនោះធ្វើមិនឲ្យបានលុយច្រើនពីព្រោះស្ត្រីខ្មែរចឹងគាត់ទទួលបន្ទុកធ្ងន់ណាស់អញ្ចឹងគាត់អស់ពេលវេលាក្នុងការថែទាំសុខភាពក្នុងការលេងកីឡាហើយគាត់នឹងបាក់សុខភាពគាត់នៅពេលដែលគាត់កើតកូនមកកូនគាត់ខ្លាយទៅជាកូនដែលមិនសូវមានបញ្ញាវាវៃអានោះវាជាវិបត្តិសង្គមលោកជំទាវកែវសវណ្ណរតន៍ដែលអស់ម៉ោងខ្ញុំបាទសូមជម្រាបលាលោកជំទាវត្រឹមប៉ុណ្ណេះប៉ុន្តែមុននឹងជម្រាបលាខ្ញុំបាទសូមជម្រាបជូនលោកអ្នកស្ដាប់វិទ្យុបារាំង AFE ថាលោកជំទាវកែវសវណ្ណរតន៍ជាប្រធានគណៈកម្មការសុខាភិបាលសង្គមគិច្ចអតីតយុទ្ធជនយុវនីតិសម្បទាការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងកិច្ចការនារីនៃរដ្ឋសភាជាតិកម្ពុជាសូមជម្រាបលាលោកជំទាវសូមអរគុណចា៎